បងប្អូនតាក់ទងនឹងច្បាប់ដែលដាក់នៅសភាអាមេរិកច្បាប់នឹងឈ្មោះហៅថា HR 5490 ដែលហៅថា House Resolution លេខ5490ច្បាប់នឹងដាក់នៅក្នុងសភាគេហៅថាសភាតំណាងរាស្ត្រនៅក្នុងខែកញ្ញាឆ្នាំ2025ជា introduce ហើយមកទល់នឹងពេលនេះអត់តាន់យកមកនិយាយស្ដីអីទេហើយក៏មិនទាន់អនុវត្តដែរទើបតែ introduce កាលពីចុងឆ្នាំ25ឥឡូវនេះឆ្នាំ26សភារវល់សម្បើមណាស់ហើយច្បាប់នឹង House Resolution 5490 នឹងគេដាក់ថាវាមានគោលដៅថាជាច្បាប់ដែល Dismantle Foreign Scam Syndicates Act ជាច្បាប់ដែលគេបង្ក្រាបនិងបំផ្លាញចោលនៅអង្គការ scam អក្រិតកម្មហើយគេចង្អុលបង្ហាញប្រទេសដែលមាន scam បែកចេញមករួមទាំងកម្ពុជាផងនៅក្នុងនោះគេរាយឈ្មោះមនុស្សមួយចំនួនដែលគេចាត់ទុកថាជាជាប់តាក់ទងនឹង scam ក៏ប៉ុន្តែច្បាប់នោះមិនមែនមានន័យថាសភាធ្វើចេញទៅអាចទៅចាប់អ្នកនេះអ្នកនោះបានទេពីព្រោះมันអាចទៅចេះតែចោទចាប់គេបានទេនៅពេលដែលគេជាមន្ត្រីនៅក្នុង sovereign nation ណាតែគេអាចនឹងបន្តអនុវត្តនៅអ្វីដែលគេហៅថាការដាក់ក្នុងបញ្ជីខ្មៅឬក៏គេប្រើនៅច្បាប់ដទៃទៀតមកប្រើដូចជា Magnitsky Act ជាដើមគេហៅថា Global Magnitsky Act តែច្បាប់នេះ HR 5490 នេះទើបតែនឹង introduce ទៅសភាតំណាងរាស្ត្រមិនទាន់បានអនុម័តមិនទាន់បានជជែកវែកញែកអីនៅឡើយទេហើយច្បាប់នេះមិនងាយនឹង pass ទេដោយសារតែមេត្តានយោបាយវាច្បោកច្បល់ខ្លាំងពេកនៅក្នុងសហរដ្ឋអាមេរិកជាពិសេសបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ2026នេះ